บริษัทบางปอนต่างออกนี้งานนี้ខ្ញុំលើកយកប្រធានបទក្បួនចាត់ចែងហិរញ្ញវត្ថុផ្ទាល់ខ្លួន The 7 Baby Step បាទដោយលោក Dale Ramsey ជាអ្នកឯកទេសដែលជោគជ័យផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួនហើយគាត់ក៏ជាអ្នកដែលនិពន្ធសៀវភៅដ៏ល្បីល្បាញឈ្មោះថា The Money Makeover ដែលមើលឃើញវិធីសាស្ត្រចាត់ចែងរឿងលុយកាក់នេះល្អសម្រាប់យកទៅអនុវត្តនាសម័យទំនើបនេះខ្ញុំសូមធ្វើការបង្ហាញបញ្យលខ្លះៗបាទនៅរូបមន្តទាំង7ជំហានដែលលោក Dale Ramsey គាត់បានសរសេរហើយគាត់សរសេរពីច្រើនហ្នឹងគាត់សម្ដៅទៅដល់ជនជាតិអាមេរិករបស់គាត់ហើយវាក៏ត្រូវជាមួយនឹងស្ថានភាពបាទស្រុកយើងដែរបងប្អូនបាទនាពេលនេះព្រោះមនុស្សជាច្រើននៅតែខ្វះខាតលុយបាទដាច់យ៉ៃបាទចាយមកដល់ចុងខែទេបាទហើយជាប់បំណុលច្រើនឡើងទោះបីជាបងប្អូនខ្លះរកលុយបានច្រើនបាទក៏ពិតមែនបាទប៉ុន្តែគឺថាការចាត់ចែងលុយហ្នឹងគឺមិនដែលសល់ទេបងប្អូនបាទនេះហើយជាបញ្ហាដែលចាំបាច់ត្រូវដោះស្រាយបើសិនជាបងប្អូនចង់បានសេចក្តីសុខរឿងលុយកាក់ហ្នឹងថាក្បួនរបស់លោក Dale Ramsey នេះបានជួយមនុស្សរាប់លានអ្នកឲ្យចេះគ្រប់គ្រងលុយរបស់ពួកគេបាទចាប់ពីជំហានទី1បាទគឺត្រូវសន្សំបាទសម្រាប់បញ្ចប់សង្គ្រោះបន្ទាន់ដំបូងហ្នឹងគឺគាត់ណែនាំឲ្យមានយ៉ាងហោចណាស់ក៏$1000ដែរបងប្អូនបាទដើម្បីជាសំណាញ់សុវត្ថិភាពបាទមុនពេលដែលត្រូវចាត់ចែងសងបំណុលផ្សេងទៀតមែនតើទៅនៅអាមេរិកតាមដែលខ្ញុំធ្លាប់បានសិក្សាគឺថាភាគច្រើនគឺអត់មានលុយនៅក្នុងកង់ទេបងប្អូនបាទគឺលុយចាយតាមវិក័យប័ត្រហ្នឹងគឺមួយថ្ងៃរស់នៅពីខ្មែរយើងថាបានមួយថ្ងៃចាយមួយថ្ងៃណាបាទបងប្អូនបាទនេះជារឿងមួយដែលយើងភាគច្រើនគឺយើងជួបប្រទះនៅស្រុកខ្មែរយើងក៏សម្បូរដែរណាបងប្អូនណាបាទពីជួបបញ្ហាបន្ទាន់អីអញ្ចឹងបាទគឺអត់មានលុយដើម្បីដោះស្រាយជំហានទី2គាត់ណែនាំយើងសងបំណុលផ្សេងឲ្យអស់បាទលើកលែងតែបំណុលផ្ទះសម្បែងទេបងប្អូនបាទក្បួនសងបំណុលហ្នឹងគាត់ឲ្យឈ្មោះថា snowball ដុំព្រិលប្រែមកណាបងប្អូនបាទគឺសងបំណុលពីតិចបាទបំណុលតិចសងមុនគេបាទរៀបចំមកអាណាតិចដាក់តាមលំដាប់លំដោយមកនៅពេលដែលយើងសងដាច់អាតិចហ្នឹងឆាប់អស់យើងមានធម៌ពលសងបំណុលបាទបន្តទៀតបាទតាក់ទងនឹងក្បួន snowball នេះបាទខ្ញុំនឹងរៀបរាប់បញ្យលនៅវីដេអូក្រោយបងប្អូនបាទមានពេលហើយសម្រាប់ចំណុចនេះគ្រាន់តែចង់ឲ្យបងប្អូនបានដឹងថាយើងត្រូវសងបំណុលបាទផ្សេងពីតិចទៅច្រើនឲ្យអស់បាទຕົកតែបំណុលបាទផ្ទះសម្បែងទេបាទបំណុលផ្ទះគឺធំវាច្រើនអញ្ចឹងត្រូវការពេលទៀតបាទដល់ជំហានទី3បាទគាត់ឲ្យយើងចាត់ចែងបាទសន្សំលុយសម្រាប់បាទសង្គ្រោះបន្ទាន់បាទនៅពេលសងបំណុលអស់ហើយរឿងសំខាន់មួយទៀតគឺត្រូវតែសន្សំលុយទុកបាទសង្គ្រោះពេលដែលយើងជួបបញ្ហាអាសន្នអន់ក្រណាមួយមានការឈឺស្កាត់មានការបាត់បង់ការងាររស់ស៊ីទៅវាខាត់បង់អីជាដើមហ្នឹងចឹងហើយណាក៏យើងត្រូវមានលុយត្រៀមទុកបាទ3ទៅ6ខែឬក៏ថាបានដល់12ខែគឺកាន់តែល្អប្រសើរបាទនេះជំហានទី3ជំហានទី4បាទគឺពាក់ព័ន្ធជាមួយនឹងការសន្សំលុយដែរការដកពីចំណូលគ្រួសាររបស់យើងមក10ទៅ20%ហ្នឹងសម្រាប់ទុកបាទចាត់ចែងសន្សំសម្រាប់ការបាទចាយវាយនៅពេលដែលយើងគេថាចូលនិវត្តន៍ហើយបាទយើងគិតទៅគឺនៅពេលដែលយើងចាស់ទៅយើងរកលុយលែងបានណាបងប្អូនបាទយើងត្រូវមានបាទកញ្ចប់វិនិយោគហ្នឹងបាទមិនដាក់សន្សំដាក់ក្នុងកូនខ្នើយដាក់ក្នុងអីទុកចោលទេបងប្អូនពាក្យថាវិនិយោគនេះគឺថាអាចបង្កើនប្រាក់ចំណូលបានបាទសម្រាប់ថ្ងៃអនាគតបាទពេលចូលនិវត្តន៍សម្រាប់អ្នកធ្វើការហើយយើងធម្មតាអាចថាពេលដែលយើងចាស់ទៅបាទទី5គឺសន្សំបាទសម្រាប់ថ្លៃរៀនសូត្ររបស់កូនមែនទែននៅស្រុកយើងអត់សូវបាទបានចាប់អារម្មណ៍ពីផែនការសន្សំលុយឲ្យកូនរៀនទេកូនម្នាក់ចាយអស់ប្រមាណពេលមករៀនចប់ពីមត្តេយ្យរហូតដល់ឧត្តមសិក្សាណាបងប្អូនបាទប៉ុន្តែនៅសហរដ្ឋអាមេរិកដូចបងប្អូនបានដឹងហើយបាទសាលាគេមានគេថាកម្ចីសិក្សាឲ្យទៅសិស្សនិស្សិតណាបងប្អូនបាទគឺប្រជាជនសហរដ្ឋអាមេរិកហ្នឹងគឺជាពាក់បំណុលផ្នែកសិក្សានេះច្រើនណាស់ដូចជានយោបាយរបស់លោកត្រាំមួយរយៈនេះបងប្អូនបានដឹងកាត់បន្ថយអីផ្សេងមានការប្រឹងប្រែងគ្នាពីសាលាជាដើមបាទអ
ចឹងផែនការបាទគូសវាសលើការចំណាយការសិក្សារបស់កូនក៏យើងយកចិត្តទុកដាក់ដែរបងប្អូននៅតាមជនបទអាចថាមិនសូវចំណាយទេប៉ុន្តែបងប្អូនដែលរស់នៅទីក្រុងជាពិសេសភ្នំពេញនេះគឺចាយច្រើនណាស់ទៅលើការចាយវាយរបស់កូនបាទដូច្នេះត្រូវតែត្រៀមបាទថវិកាបានគ្រប់គ្រាន់ឲ្យកូនរៀនបានចប់ចុងចប់ដើមណាចាប់សំខាន់ណាបងប្អូនបាទទី6បាទគឺត្រូវតែបានសំបងរំលោភផ្ទះឲ្យបានឆាប់បាទបើមែនតែនទៅពីច្រើនបងប្អូននៅទីក្រុងការទិញផ្ទះបាទដាច់ដូចជាមិនសូវមានទេបងប្អូនបាទភាគច្រើនគឺថាបងរំលោះរហូតដល់បងរំលោះអត់ការប្រាក់ឥឡូវនេះបាទសានភាពបច្ចុប្បន្នហើយកន្លែងខ្លះក៏បងតែការប្រាក់អីចឹងទៅបាទសុទ្ធតែជាបាទការចំណាយសំខាន់ហើយដូច្នេះសម្រាប់ខ្ញុំលើកទឹកចិត្តឲ្យបាទបងប្អូនបាទអាចមានលទ្ធភាពបងឲ្យដាច់មុនអាយុ40ឬក៏50ទៅបងប្អូនបាទនេះជាបាទការបងបំណុលផ្ទះបាទអត់អាចឲ្យលើសពីហ្នឹងទេបាទដល់ពីអាយុយើង50ឡើងទៅវាជ្រេបងប្អូនបាទកម្លាំងនៅកាន់តែថមថយហើយរឿងល្អមួយដើម្បីកុំឲ្យជាប់បំណុលផ្ទះហ្នឹងគឺយើងរៀនសំទៅបងប្អូនបាទសំលុយឲ្យបានចំណែកណាមួយទៅកុំទៅទិញផ្ទះឲ្យទាំងដល់វេកបងប្អូនបាទយ៉ាងហោចណាស់យើងមាន30-40% នៃតម្លៃផ្ទះបាទទៅបង់ភ្លាមហ្នឹងគឺយើងចំណាយការប្រាក់មែនតែនទៅបើយើងអត់គ្រប់ទេអាចនៅផ្ទះជួលសិនបាទអស់ថ្លៃចំណាយតិចជាងការប្រាក់ដែលយើងចំណាយទៅលើផ្ទះទិញទាំងដល់ណាបងប្អូនបាទនេះជាចំណុចដែលខ្ញុំលើកទឹកចិត្តចំណុចចុងក្រោយជំហានទី7គឺបាទយើងខិតខំបង្កើនចំណូលបាទរកចំណូលបានច្រើនហើយបាទចេះចែករំលែកបាទដើម្បីជួយទៅដល់អ្នកដទៃដែលគ្មានលទ្ធភាពបាទហើយចេះចាត់ចែងជួយធ្វើសប្បុរសធម៌ផ្សេងដោយឆ្លាតវៃបាទមិនមែនជួយគេភ្លេចជួយខ្លួនឯងហើយចង់បញ្ចប់ខ្លួនឯងធ្លាក់ទឹកដែរទេណាបងប្អូនបាទសរុបមកជំហានតូចទាំង7នេះគឺបងប្អូនអាចយកទៅអនុវត្តបានបាទរឿងដែលសំខាន់ហ្នឹងថាតើបងប្អូនបាទមានឆន្ទៈបង្កើតវិន័យនៃការចាត់ចែងថវិកាផ្ទាល់ខ្លួនបានដែរអត់បាទនេះចម្លើយគឺលើបងប្អូនបាទសូមអរគុណបាទបងប្អូន